Bạnនៅក្នុងវីដេអូនេះយើងនឹងបង្ហាញពីរបៀប set up Andiator ចូលទៅក្នុង MD4 អញ្ចឹងជំហានដំបូងគឺយើងត្រូវទាញយក file RAR ដែលជា file Andiator យើងគេដាក់ថា GMA បាទ GMA 2026អញ្ចឹងយើងធ្វើការពន្លា file ហ្នឹងមកបាទចុច extract file ទៅបាទយើងបន្ទាប់ពីពន្លាហើយយើងបាន file ទម្រង់បែបនេះបាទជា folder ចឹងយើងបើក folder នឹងមកយើងឃើញមាន folder ថ្មីមួយទៀតគឺ MD4 បាទយើង select លើ folder MD4 បើកវាថែមមកតមកយើង select ទៅលើ folder Andiator បាទ open បាទអញ្ចឹងនៅក្នុងហ្នឹងគឺជា file ដែលយើងត្រូវ copy ចូលបាទនៅក្នុង file ហ្នឹងគឺមាន file ទូចទៀតបាទនៅក្នុង folder ហ្នឹងមាន file Andiator របស់យើងទៀតអញ្ចឹងយើងអាច copy ទាំង folder ដាក់ folder GMMA នឹងតែម្ដងបាទចេះយើងចុច copy មកបន្ទាប់មកយើងទៅបើក MD4 របស់យើងនេះខ្ញុំបានបើកស្រាប់បាទបើក MD4 មកយើងចុចចូលទៅក្នុង file ហើយយើងចុច open data folder តោះមកយើងចុច MQL4 តោះមកយើងចុច Andiator បាទអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រូវការផាសវាAndiator GMA យើងមិញហ្នឹងបាទនេះវាមកហើយតមកយើងខ្វែងទៅតមកយើងមកបើកកន្លែងនេះ navigator គេនេះបាទ navigator របស់យើងបើកវាមកគឺយើងធ្វើការ refresh វា refresh បាទនេះយើងបាន file Andiator ដែលយើងចង់បានហើយគឺបាទមានហើយនេះបាទយើងដាក់អូខេអញ្ចឹងវីដេអូនេះប៉ុណ្ណេះគឺយើងនិយាយពីការ set up Andiator សិនទៅវីដេអូបន្តទៀតយើងនឹងរបៀបបង្កើត template របស់វា